សម្រាប់បងៗដែលគាត់ចង់ធ្វើម្ហូបលឿនណាអាចមកមើលមួយមុខនេះបានថ្ងៃនេះខ្ញុំមកឆាឆ្អឹងជំនីជ្រូកជាមួយបន្លែចម្រុះហើយសម្រាប់បន្លែវិញយើងចង់ដាក់អីទៀតក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំដាក់ដូចជា4មុខអីដែរអញ្ចឹងវាល្មមឲ្យ4 5មុខអញ្ចឹងណាមានការ៉ុតមានម្នាស់មានស្នៀតពោតអញ្ចឹងយើងចាប់ផ្ដើមហាន់អាគ្រឿងក្រៅនឹងឲ្យហើយអស់មកហើយមួយមុខនេះដែរយើងធ្វើគឺងាយមែនតើហ្មងលឿនហើយលះបានញ៉ាំទៀតហើយសម្រាប់គ្រឿងគ្រូរបស់វាក៏ចំណាយអស់តិចដែរអញ្ចឹងបងអាចសាកធ្វើបានសម្រាប់មួយមុខនេះវិញកូននឹងតែចូលចិត្តមែនតើហ្មងធ្វើហើយព្រោះអីមានបន្លែពណ៌ច្រើនណាស់អញ្ចឹងក្មេងៗអត់សូវចេះញ៉ាំបន្លែអីក៏ចូលចិត្តដែរឲ្យតែឃើញពណ៌រាងក្រហមលឿងអញ្ចឹងណាហើយឥឡូវនេះខ្ញុំចូលចិត្តធ្វើរបៀបអញ្ចឹងដោយសារខ្ញុំមានក្មេងៗអញ្ចឹងបងអាចសាកធ្វើតាមរបៀបនេះបានណារបៀបឲ្យធ្វើយកឆ្អឹងជំនីនេះយកទៅបំពងអញ្ចឹងធ្វើហើយគឺឆ្ងាញ់មែនតើហ្មងហើយជាបន្តមកទៀតយើងចាប់ផ្ដើមទៅបំពងឆ្អឹងជំនីវិញម្ដងហើយសម្រាប់បំពងនេះដែរខ្ញុំយករបៀបថាក្រៀមមកល្មមដែរហើយបំពងនេះយើងមិនចាំដាក់ម្សៅទេដាក់តែខ្លាញ់ឲ្យរៀងក្តៅហើយដាក់ឆ្អឹងជំនីនឹងចូលមករួចជាការស្រេចហើយខ្ញុំក្របទុកមួយសន្ទុះសិនហើយបន្តមកទៀតយើងមកចាប់ផ្ដើមលាយគ្រឿងឆាហើយសម្រាប់គ្រឿងឆាមានអីទឹកត្រីប៊ីចេងស្កររ៉ូឌីបន្តិចមកដោយសារខ្ញុំឆាតិចដែរអញ្ចឹងខ្ញុំដាក់គ្រឿងក្រៅតែបន្តិចទេអញ្ចឹងបើសិនជាបងប្អូនធ្វើច្រើនអីយើងលេងលោកតាមនឹងមកសាបប្រៃអីតាមចំណង់ចំណូលចិត្តដែលយើងចូលចិត្តអញ្ចឹងណាឥឡូវឆ្អឹងជំនីយើងបានដាក់បំពងមកសន្ទុះហើយយើងកូរតិចមកឲ្យវាក្រៀមល្អមកយើងចាប់ផ្ដើមលើកដាក់ចានទុកដោយឡែកសិនមកបន្តមកទៀតយើងមកចាប់ផ្ដើមដាក់ឆាវិញម្ដងហើយសម្រាប់ឆានេះដែរខ្ញុំដាក់ខ្លាញ់តែបន្តិចល្មមទេដោយសារតែយើងបំពងមានខ្លាញ់ហើយអញ្ចឹងដាក់តែបន្តិចមករួចជាការស្រេចហើយយើងឆាតែផ្លិតបានញ៉ាំហើយយកទៅដាក់ហើយដាក់គ្រឿងក្រៅដែលបានរៀបរាប់មិញចូលទាំងអស់មកគ្រប់មុខទាំងអស់ទាំងបន្លែទាំងសាច់ទាំងអីហ្នឹងហើយយើងកូរមកសន្ទុះមកបន្លែរឹងយើងដាក់មុនមករួចជាការស្រេចហើយបន្តមកទៀតយើងបន្ថែមបន្លែដែលទន់តាមក្រោយមកសម្រាប់ម្នាស់អីយើងដាក់តែផ្លិតលើរួចជាការស្រេចដោយសារហ្នឹងយើងញ៉ាំឆាវក៏ដែរហើយបន្ថែមទឹកបន្តិចមកទុកឲ្យវាពុះមកសន្ទុះមករួចជាការស្រេចហើយខ្ញុំក៏មានបន្ថែមស្លឹកខ្ទឹមដែរអញ្ចឹងសម្រាប់ស្លឹកខ្ទឹមបើបងប្អូនអត់ចូលចិត្តក៏អត់ដាក់បានដែរប៉ុន្តែមួយមុខនេះបើសិនជាយើងដាក់ទៅក៏វាឆ្ងាញ់មួយយ៉ាងដែរប៉ុន្តែមានបងប្អូនខ្លះគាត់អត់សូវចូលចិត្តញ៉ាំអញ្ចឹងបើអ្នកចូលចិត្តក៏ដាក់អញ្ចឹងណាហើយបន្តមកយើងឆាមកសន្ទុះទុកឲ្យវាពុះមករួចជាការស្រេចហើយមួយមុខនេះដែរខ្ញុំយករៀងទឹករៀងខាប់បន្តិចមកយើងទុកតែមកពុះប៉ុណ្ណឹងមកបានហើយនេះយកទៅបងប្អូនដែលរវល់អីអាចមកមើលម្ហូបមួយមុខនេះបានវាងាយមែនតើហ្មងណាហើយបើសិនជាបងប្អូនខ្លះគាត់មានបន្ថែមពងមាន់ពងទាអីមួយគ្រាប់ពីរគ្រាប់ចឹងក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំធ្វើទុកសម្រាប់ញ៉ាំពេលល្ងាចដល់ពេលអញ្ចឹងទៅពេលល្ងាចសូមមានអ្នកញ៉ាំអញ្ចឹងយើងធ្វើតែមួយល្មមទៅបានហើយ